ខ្ញុំឈ្មោះឈូប៉េឆិនជាអ្នកប្រុសធំនៃគ្រួសារឈូនិងជាអគ្គនាយកក្រុមហ៊ុនឈូគ្រប់ដោយសារតែគ្រោះថ្នាក់មួយខ្ញុំត្រូវបានជាប់គាំងក្នុងថ្ងៃទី8ខែសីហានេះក្នុងអំឡុងពេលនេះមិនថាខ្ញុំធ្វើអ្វីក៏ដោយដល់ម៉ោង12យប់វានឹងចាប់ផ្ដើមឡើងវិញទាំងអស់ក្នុងរយៈពេល1000ឆ្នាំនៃការជាប់គាំងនេះខ្ញុំបានរៀនជំនាញគ្រប់យ៉ាងដូចជាការប្រយុទ្ធការប្រើកាំភ្លើងជំនួញការវិនិយោគនិងល្បែងស៊ីសងជាដើមព្រមទាំងដឹងអាចកំបាំងជាង80នៃក្រុងជិនលីងនេះផងដែរប៉ុន្តែគួរឲ្យស្ដាយខ្ញុំនៅតែមិនអាចចាក់ចេញរួចថ្ងៃនេះគឺជាថ្ងៃដែលគួរឲ្យធុញទ្រាន់បំផុតអ្នកប្រុសធំលេងសប្បាយណាស់មែនទេប៉ុន្តែខ្ញុំឬគេនិយាយថាអ្នកប្រុសធំគឺអសមត្ថភាពផ្លូវភេទចង់សាកមើលទេខ្ញុំគឺជាសង្សាររបស់ប្អូនប្រុសលោកណាលោកហ៊ានមែនទេលោកមិនមែនអសមត្ថភាពទេអីហេតុអ្វីបានជាខ្លាំងយ៉ាងនេះមិននឹកស្មានថាទេពធីតាដ៏ត្រជាក់និងខ្ពង់ខ្ពស់នៃក្រុងជិនលីងបែរជាមានតម្រូវការខ្លាំងនៅពីក្រោយក្នុងបែបនេះសោះនេះជាអ្វីដែលអ្នកចង់បានមែនទេឈូធានយូបញ្ជាឲ្យអ្នកមកលបួងខ្ញុំរងចាំរហូតដល់ខ្ញុំដោះសម្លៀកបំពាក់អស់រួចថតរូបភាពបង្ហាញជាសាធារណៈដើម្បីឲ្យកេរ្តិ៍ឈ្មោះខ្ញុំត្រូវវិនាសអន្តរាយមែនទេនៅក្នុងនេះមានវីដេអូគ្រប់យ៉ាងដែលអ្នកចង់បានមើលឲ្យច្បាស់ទៅវាគ្រាន់តែជាសម្រាមម្នាក់ប៉ុណ្ណោះហេតុអ្វីក៏ដឹងរឿងច្បាស់ម្ល៉េះម៉ាក់អាថោកទៀតឈូបេឆិននោះវាស្មានថាយាននឹងចូលចិត្តវាពិតមែនអីបន្តិចទៀតខ្ញុំនឹងទៅទីនោះដើម្បីឲ្យវាដឹងខ្លួនថាវានៅតែជាសម្រាមជារៀងរហូតមនុស្សកំសត់ដែលងាប់ម្ដាយម្នាក់នឹងឯងទៅខ្វល់ខ្វាយជាមួយវាធ្វើអីខ្ញុំគ្រាន់តែចង់ឲ្យវាដឹងថាវានឹងក្លាយជាឆ្កែបម្រើខ្ញុំជារៀងរហូតឲ្យវាស្គាល់ពីតម្លៃខ្លួនឯងខ្លះទៅអ្នកស្រីមិនស្រួលទេកញ្ញាស៊ូត្រូវបានអ្នកប្រុសធំធ្វើបាបហើយថាខ្លីខ្ញុំពេញចិត្តនឹងការសម្ដែងរបស់អ្នកណាស់ប៉ុន្តែគួរឲ្យស្ដាយនៅសល់តែ10វិនាទីទៀតនឹងដល់ម៉ោង12យប់ហើយអ្វីដែលកើតឡើងនៅថ្ងៃនេះនឹងត្រូវបាត់បង់ទាំងអស់អ្នកក៏នឹងភ្លេចរឿងគ្រប់យ៉ាងនៅថ្ងៃនេះដែរតើលោកចង់មានន័យថាម៉េច5 4 3 2 1ខ្ញុំរួចផុតហើយខ្ញុំពិតជារួចផុតពីការជាប់គាំងហើយតាមពេលវេលាបន្តិចទៀតឈូធានយូនឹងស្លៀកឈុតអាវធំក្រឡាការ៉ូកាន់ផ្កាកុលាបមកទីនេះគេនឹងចោទប្រកាន់ខ្ញុំថាបានធ្វើបាបសង្សារគេហើយចង់វាយខ្ញុំឯងស្មានថាឯងជាទេវតាអីបានជាដឹងមុនបែបនេះឈូពេឆិនឯងមើលចុះឯងហ៊ានប៉ះពាល់សង្សារអញផងមែនទេអញនឹងសម្លាប់ឯងថ្លង់មែនទេឈូធានយូកូនប្រុសសំណប់របស់ម្ដាយចុងខ្ញុំម្ដាយគេមិនត្រឹមតែសម្លាប់ម៉ាក់ខ្ញុំទេសូម្បីតែគេក៏រកល្បិចធ្វើបាបខ្ញុំតាំងពីតូចមកដែរកាលពីមុនទោះបីជាខ្ញុំសម្លាប់គេ10000ដងក៏មិនបាត់កំហឹងដែរឥឡូវនេះខ្ញុំរួចផុតហើយខ្ញុំនឹងលេងជាមួយពួកឯងឲ្យសប្បាយនេះជាលទ្ធផលដែលពួកឯងចង់បានមែនទេសង្សារឯងរសជាតិឆ្ងាញ់ណាស់អាសម្រាមអញនឹងសម្លាប់ឯងវីឯងមានបញ្ហាអីខ្ញុំជាកូនច្បងនិងជាអ្នកបន្តវេនទី1នៃគ្រួសារឈូវីឯងជារឿងសំហេតុផលខ្ញុំជាបងប្រុសឯងមើលងាយចាស់ទុំខ្ញុំវីឯងគឺជាការប្រដៅម្នាក់នេះកើតអីកាលពីមុនវីយ៉ាងម៉េចក៏វាមិនដែលស្អីដែរវាឈួតហើយមែនទេអញហ៊ានវាអញផងមែនទេឈូពេឆិនហើយថាឈូពេឆិនហើយឈ្មោះអញទៀតមើលបងធំឈប់វាទៅឈឺចាប់ណាស់មែនទេគេជាបងប្អូនលោកណាបើលោកវាគេដល់ថ្នាក់នេះអ្នកស្រីច្បាស់ជាមិនលើកលែងឲ្យលោកឡើយចេះដឹងរឿងគេម្លេះកូនប្រុសម៉ាក់មកបានល្អណាស់ស៊ូជូជឺអាស្រីថោកទាបម្នាក់នេះចង់លេបយកតំណែងបន្តវេនគ្រូសាឈូកាលពីមុនអ្នកឯងសម្លាប់ម៉ាក់ខ្ញុំឥឡូវខ្ញុំនឹងយកអ្វីជារបស់ខ្ញុំមកវិញខ្ញុំនឹងធ្វើឲ្យអ្នកឯងដឹងថាការឈឺចាប់ពិតប្រាកដវាបែបណាបេឆិនពួកឯងជាបងប្អូនត្រូវស្រឡាញ់គ្នាកុំឆ្លោះគ្នាអីយល់ទេខ្ញុំទៅតែវាយកូនសំណប់អ្នកឯងច្បាស់ជាចង់សម្លាប់ខ្ញុំណាស់មែនទេឯងនិយាយរឿងឈួតអីហ្នឹងឯងក៏ជាកូនរបស់ខ្ញុំដែរតើស៊ូជូជឺឈប់សម្ដែងទៅតាំងពីតូចអ្នកឯងតែងតែបង្រៀនខ្ញុំឲ្យខូចបណ្ដោយឲ្យខ្ញុំក្លាយជាមនុស្សឥតប្រយោជន៍ដើម្បីងាយស្រួលគ្រប់គ្រងនៅខាងក្រៅធ្វើពុតជាម្ដាយដ៏ល្អតែតាមពិតចិត្តខ្មៅដូចសត្វពស់អាសម្រាមនេះដឹងរឿងគ្រប់យ៉ាងបានយ៉ាងម៉េចវាប្លែកខុសពីមុនដាច់តែម្ដងមិនត្រឹមតែហ៊ានវាយធានយូថែមទាំងហ៊ានមកទៀតឈូពេឆិនខ្ញុំខំស្រឡាញ់ថែរក្សាឯងដូចកូនបង្កើតតែឯងបែរជាមកមួលបង្កាច់ខ្ញុំបែបនេះទៅវិញឯងវាយធានយូហើយនៅមានហេតុផលទៀតមែនទេ
កូនសំណប់អ្នកឯងមិនស្គាល់ចាស់ទុំនិយាយស្ដីអសរោះថែមទាំងចង់វាយខ្ញុំមុនទៀតក្នុងនាមជាម្ដាយបើអ្នកឯងមិនប្រដៅក្នុងនាមជាបងខ្ញុំត្រូវតែមានភារកិច្ចប្រដៅវាខ្លះច្បាស់ជាឯងជាអ្នកធ្វើបាបស៊ូយៀនមុនរួចមកវាយធានយូបែរជាមកនិយាយដោះសារបែបនេះឯងមិនខ្លាចខ្ញុំទៅប្រាប់ប៉ាឯងទេអីប៉ាមែនទេបើខ្ញុំសម្លាប់វាចោលតើវាយ៉ាងម៉េចទៅពិតជាហួសហេតុពេកហើយឥឡូវនេះឆាប់លុតជង្គង់សុំទោសកូនខ្ញុំភ្លាមខ្ញុំនឹងមិនប្រកាន់ទោសបើមិនដូច្នោះទេកុំបន្ទោសខ្ញុំថាចិត្តអាក្រក់ជូបៃឆិនឯងចង់ធ្វើអីលុតជង្គង់ភ្លាមសុំទោសមែនទេក្នុងវិជ្ជានុក្រមរបស់ខ្ញុំគ្មានពាក្យថាសុំទោសឡើយល្អណាស់ខ្ញុំនឹងប្រាប់ប៉ាឯងឲ្យគាត់មកដោះស្រាយជូបៃឆិនឯងចាំទុកចុះអញនឹងធ្វើឲ្យឯងរស់មិនបានស្លាប់មិនរស់លោកពិតជាជាប់គាំងក្នុងថ្ងៃទី8សីហារយៈពេល1000ឆ្នាំមែនអីតែថ្ងៃនេះគឺជាថ្ងៃទី9សីហាហើយតើលោកដឹងរឿងថ្ងៃនេះបានយ៉ាងម៉េចក្នុងរយៈពេល1000ឆ្នាំនេះខ្ញុំបានឆ្លងកាត់រឿងដែលរាប់មិនអស់ដូច្នេះរឿងគ្រប់យ៉ាងខ្ញុំច្បាស់ជាដឹងហើយអ្នកឯងគ្មានសិទ្ធិមកសួរដេញដល់ខ្ញុំឡើយអាំស៊ីនេះឆាប់មកជួបអញភ្លាមអូនសម្លាញ់មិញនេះមិនទាន់អស់ចិត្តទេមែនទេលាងខ្លួនឲ្យស្អាតរងចាំបងនៅទីនេះទៅហើយខ្ញុំមកមានការអីអាថកទៀបឯងដឹងខុសឬនៅស៊ូជូជឿកាលពីមុនដើម្បីបានចូលគ្រួសារឈូអ្នកឯងបានរួមគំនិតសម្រាប់ម្ដាយខ្ញុំរឿងនេះខ្ញុំនឹងគិតបញ្ជីជាមួយអ្នកឯងយឺតខ្ញុំដឹងថាអ្នកឯងនិងកូនសំណប់អ្នកឯងកំពុងរៀបគម្រោងធ្វើបាបខ្ញុំដើម្បីឲ្យប៉ាបណ្ដេញខ្ញុំចេញពីផ្ទះមែនទេឯងហ៊ានវាយធានយូដល់ថ្នាក់នេះតើអញគួរដាក់ទោសឯងបែបណាខ្ញុំស្មានមិនខុសទេប្រហែលជាចង់ឲ្យខ្ញុំលុតជង្គង់សុំទោសវាបើខ្ញុំមិនធ្វើអ្នកឯងនឹងបង្កកបើខ្ញុំមិនធ្វើអ្នកឯងនឹងបង្កកទ្រព្យសម្បត្តិនិងបណ្ដេញខ្ញុំចេញពីត្រកូលឈូដឹងខ្លួនហើយនៅមិនឆាប់មកលុតជង្គង់សុំទោសស៊ូជូជឿនឹងធានយូទៀតខ្ញុំមិនបានវាយវាឲ្យងាប់គឺចាត់ទុកថាហេងហើយប៉ាឃើញទេវាហ៊ាននិយាយបែបនេះដាក់ខ្ញុំទៀតអាម្នាក់នេះច្រើនឆ្នាំមកនេះអញបណ្ដោយឯងខ្លាំងពេកហើយឯងចង់ឲ្យអញដេញឯងចេញពីត្រកូលឈូមែនទេបងសម្លាញ់ឈប់ទៅពួកយើងជាគ្រួសារតែមួយកុំខឹងអីជូជឿអ្នកឯងពិតជាមានចិត្តល្អណាស់តែវាពិតជាហួសហេតុពេកហើយបើមិនដាក់ទោសវាទេគឺមិនយុត្តិធម៌សម្រាប់ធានយូនិងអ្នកឯងឡើយយកបែបនេះទៅធានយូកំពុងខំប្រឹងធ្វើការងារក្រុមហ៊ុនយ៉ាងខ្លាំងចំណែកបេឈិនមិនដែលខ្វល់ពីចំនួនឡើយដូច្នេះគួរតែដកភាគហ៊ុនម្ដាយវាយកមកឲ្យធានយូគ្រប់គ្រងវិញទុកជាការប៉ះពាល់ដល់វាធានយូឯងយល់យ៉ាងម៉េចដែរខ្ញុំជាកូនរបស់ប៉ាសម្រេចបែបណាក៏បានដែរកូនល្អណាស់សម្រេចបែបនេះចុះឯងឆាប់មកអរគុណស៊ូជូជឿដែលបានជួយនិយាយឯងភ្លាមសម្ដែងបានល្អណាស់ភាគហ៊ុននោះគឺជារបស់ម្ដាយខ្ញុំអ្នកឯងគ្មានសិទ្ធិមកប៉ះពាល់ឡើយឯងពិតជាចង់ឲ្យអញដេញឯងចេញពីផ្ទះមែនទេលោកមិនអាចធ្វើបែបនេះបានឡើយខែមុនលោកវិនិយោគខាត2ប៊ីលានក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងរកមកវិញឲ្យបាន2ប៊ីលាននិងចំណេញ1ប៊ីលានទៀតឯងពិតជាមើលងាយខ្លួនឯងពេកហើយប៉ាឯងមានបទពិសោធន៍ច្រើននៅខាត់ចុះទម្រាំឯងបៃឈិនកុំនិយាយផ្ដេសផ្ដាសនៅចំពោះមុខប៉ាឯងអីឆាប់សុំទោសគាត់ភ្លាមខ្ញុំមិនដែលធ្វើអ្វីខុសឡើយលោកចង់ឲ្យគម្រោងដីធ្លីខ្លាំងជាងគេមែនទេមានតែខ្ញុំទេដែលអាចធ្វើបានគំនិតនេះខ្ញុំមិនដែលប្រាប់អ្នកណាឡើយតើឯងដឹងបានយ៉ាងម៉េចអ្នកណាក៏ដឹងដែរថាអ្នកប្រុសធំគ្រួសារឈូចូលចិត្តតែបង្កបញ្ហាការវិនិយោគដីធ្លីពេលនេះកំពុងធ្លាក់ចុះបើវិនិយោគបន្ថែមគឺច្បាស់ជាខាតបង់ធំមិនខានពួកឯងធ្វើមិនបានមិនមែនមានន័យថាខ្ញុំធ្វើមិនបានឡើយឯងច្បាស់ខ្លាំងម្ល៉េះប៉ាកុំជឿវាអីបើវិនិយោគពេលនេះគឺខាតជាក់ជាមិនខានអញនឹងឲ្យឱកាសឯងម្ដង3.3ប៊ីលានទៅ3.5ប៊ីលានតើវាអាចទៅរួចយ៉ាងម៉េចទៅបើឯងធ្វើមិនបានឯងនឹងត្រូវដេញចេញពីត្រកូលឈូក្នុងនាមជាមនុស្សរបស់អ្នកប្រុសធំខ្ញុំបារម្ភពីលោកណាស់ឥឡូវនេះខ្ញុំជារបស់លោកហើយខ្ញុំត្រូវតែបារម្ភហើយលោកចូលចិត្តឈូធានយូមែនទេគេគ្មានអ្វីប្រៀបនឹងអ្នកប្រុសធំឡើយឃើញឯងនិយាយផ្អែមបែបនេះឲ្យមកធ្វើជាលេខាខ្ញុំទៅស្អែកនេះទៅទិញដីមួយកន្លែងឲ្យខ្ញុំដីនៅឯណាស្អែកឯងនឹងដឹងហើយចិត្តលើខ្ញុំចោះឈប់សិនឮថាឯងចំណាយ300លានដើម្បីទិញដីនៅតំបន់អនេម៉ៃឡុងតានបាទឯងពិតជាអស់សង្ឃឹមមែនចង់យកដីសម្រាមនោះមកបញ្ជាក់ពីសមត្ថភាពខ្លួនឯងមែនទេដីនោះគឺគ្រាន់តែជាលូទឹកស្អុយប៉ុណ្ណោះគ្មានអ្នកណាគេចង់វិនិយោគឡើយអ្នកប្រុសធំយៀនការយល់ដឹងរបស់អ្នកចំពោះអ្នកប្រុសធំគឺតិចតួចណាស់កុំទាន់ឲ្យសន្និដ្ឋានអីអ្នកប្រុសធំយៀនសុំណែនាំខ្លួន
ណែនាំលេខាថ្មីរបស់ខ្ញុំព្រមទាំងជាស្រីសំណប់របស់ខ្ញុំផងដែរអរគុណប៉ាដែលបានផ្ដល់ស្រីម្នាក់ដ៏គួរឲ្យចាប់អារម្មណ៍បែបនេះដល់ខ្ញុំពោះហេតុពេកហើយពួកឯងឆ្លោះគ្នាពេញផ្ទះបែបនេះតើវាសមរម្យដែរឬទេប៉ាវាវិនិយោគផ្ដេសផ្ដាស់ចំណាយ300លានទិញដីសម្រាប់នោះដីនៅម៉ៃឡុងតានោះគឺជាកន្លែងដែលអ្នកជំនាញវាតម្លៃថាគ្មានតម្លៃឡើយពិតមែនហើយកន្លែងនោះគ្មានអ្នកណាគេចង់ប៉ះឡើយអញមិនគួរមានសង្ឃឹមលើឯងសោះប៉ាកុំខឹងអីបិឆិនឯងឆាប់សុំទោសប៉ាភ្លាមទៅនោះគឺដោយសារពួកឯងគ្មានភ្នែកមើលដីឯងថាឯងមានភ្នែកមែនទេចង់បញ្ជាក់ថាខ្លួនឯងពូកែមែនទេបើពួកឯងមិនជឿពួកយើងភ្នាល់គ្នាទៅភ្នាល់អីក្នុងរយៈពេល3ថ្ងៃតម្លៃដីនោះនឹងឡើងថ្លៃ10ដងឈូបិឆិនឯងពិតជាយល់សពទាំងកណ្ដាលថ្ងៃត្រង់មែនបងសម្លាញ់កុំភ្នាល់អីលុយ300លានវាមិនមែនជាលុយតិចតួចឡើយការវិនិយោគដែលគ្មានន័យបែបនេះនឹងធ្វើឲ្យគ្រួសារយើងក្លាយជាចំណីសំណើចរបស់គេមិនខានឯងមិនយល់ទេដីនោះគឺជាដីមាសក្នុងរយៈពេល3ថ្ងៃឯងនឹងដឹងហើយឯងចង់ឲ្យឯងខឹងស្លាប់មែនទេប៉ាកុំខឹងអីបើឯងចាញ់ឯងនឹងត្រូវប្រគល់ភាគហ៊ុនទាំងអស់មកឲ្យឯងឡតែបើខ្ញុំឈ្នះតំណែងអគ្គនាយកក្រុមហ៊ុនឈូគ្រប់ត្រូវតែជារបស់ខ្ញុំព្រមអញចាំមើលថា3ថ្ងៃទៀតតើឯងនឹងមានលទ្ធផលបែបណាចាំមើលចុះឈូបិឆិនដល់កំណត់3ថ្ងៃហើយការភ្នាល់នេះគឺឯងចាញ់ហើយឆាប់លុតជង្គង់សុំទោសបងឯងភ្លាមចំពោះបងប្រុសម្នាក់នេះឯងហាក់ដូចជាគ្មានសុជីវធម៌សោះអាសម្រាមដូចជាឯងត្រូវការសុជីវធម៌ស្អីដែរឯងគិតថាឯងពូកែណាស់មែនទេឯងគ្រាន់តែជាឆ្កែបម្រើអញតែប៉ុណ្ណោះ